Đầm lấy mía rạ xa ban đầm lấy kpu môn pel ca chinh chay rồi bài ca CPI rồi bỏ Amric nơi dục ni. Đầm lấy mía on trạ chít nương mong đọc prật hay poti đập pi khai xe hà ní. Bọn châu nơi đầm lấy pram pon bay rồi mà pay pi đô la này không mùi đầm lắng. Rus mà nâng pram rồi sam dập pi đô la này không mùi chí. Hay bật cất chỉ khả on trạ chít mi đầm lấy buôn pon buôn rồi đập buôn đô la này không mùi aun. Đầm lấy mía bần to pi bần muam nâng min đầm lấy kpu khả nạ đại vi ni dục cân bàn trim khung sầm rập tên này ate parana sầm khăn đã bỏ Amric đại vào đầm rồi lư tu sna vi sa trang cá pra đã bỏ tên kia canal Amric. Bọn thay pi ní cái đây sừng không để cách prom ping son đặt pi bờ ving Amric ní răng ban can lớn. ក្រៅមន្ត្រីប៉ាគីស្ថាននិយាយថាភាគីទាំងពីរចិត្តឈានដល់ការរៀបចំមួយចំនួននៅលើច្រកសមុទ្រហូមូសមិនតែប៉ុណ្ណោះតម្រូវការមាសពីអ្នកវិនិយោគនិងជាពិសេសការទិញមាសពីធនាគារចិនចំនួន20តោននៅក្នុងខែកក្កដាកន្លងទៅក៏បានគាំទ្រឲ្យមាសឡើងថ្លៃផងដែរនៅក្នុងទីផ្សារប្រេងអន្តរជាតិតម្លៃប្រេងឆៅប្រាន់មានតម្លៃ$89នៅក្នុង1បារ៉ែលចំណែកប្រេងឆៅអាមេរិកប្រភេទ WTI មានតម្លៃ$84នៅក្នុង1បារ៉ែល លោកស្រី Bethapmek ប្រធានធនាគារកណ្ដាលនៅរដ្ឋ Cleveland បាននិយាយថានេះជាពេលវេលាល្អសម្រាប់ការចាប់ផ្ដើមការដំឡើងអត្រាការប្រាក់បន្តិចម្ដងដើម្បីជៀសវាងការកើនឡើងខ្លាំងនៅពេលក្រោយឥឡូវនេះអ្នកវិនិយោគកំពុងរងចាំមើលរបាយការណ៍ CPI របស់អាមេរិកដែលនឹងចេញផ្សាយនៅយប់នេះដើម្បីដឹងពីការប្រែប្រួលរបស់ធនាគារកណ្ដាលអាមេរិកលើគោលនយោបាយអត្រាការប្រាក់និងសុខភាពសេដ្ឋកិច្ចអាមេរិក ចុះឈ្មោះបើកកណន័យទិញលក់ហាងឆេងមាសអីឡើងនេះដើម្បីចូលរួមក្នុងក្រុម VIP Signal ក្នុងការទទួលបានតម្លៃទិញលក់ហាងឆេងមាសប្រចាំថ្ងៃនិងការប្រឹក្សាផ្ទាល់ពីហាងឆេងមាសជាមួយគ្រូជំនាញដែលមានបទពិសោធន៍15ឆ្នាំតាមរយៈ Telegram នៅលេខទូរស័ព្ទ070 80 5 លោកអ្នកក៏អាចតាមដានតម្លៃហាងឆេងមាសអន្តរជាតិប្រចាំថ្ងៃនិងព័ត៌មានសេដ្ឋកិច្ចសំខាន់ៗជុំវិញពិភពលោកនៅលើ Facebook Page និង Channel Telegram របស់ Mastercard Academy សូមអរគុណ